ក្រុមមន្ត្រីប្រគំសុំជោគជតារាសីពីទេវតាអ៊ុនព្រំពិតជាសមគ្នាមែនព្រះពងទឹកកន្ទីជាមន្តសិលសិរីសួស្ដីជ័យមង្គលដល់បុត្រនិងបុត្រអធិធិបតីប្រជានារីទាំងមនុស្សលោកនិងនិគីសប្បាយអបអរសាទរនឹងថ្ងៃជោគជ័យសិរីយុនេះពិធីអភិសេកចាប់ស្រាប់បាច់កាលណាព្រះថោងក៏ជូនព្រះរាជដំណើរបៃតាមេត្តាក្មេកយាងទៅកាន់ឋានភូជុងវិញទ្រង់ក៏បានតោងស្បែកព្រះនាងនេះចុះទៅថាទើបចាស់ពីបរមបុរាណកំណត់ទុកជារៀងរហូតមកចាត់ទុកថាពិធីតោងស្បែកនេះជាទំនៀមទម្លាប់ក្នុងពិធីមង្គលការកូនចៅរហូតមកដល់សព្វថ្ងៃនេះ